សួស្តីបងប្អូនចាថ្ងៃនេះមកផ្សារនំដួលបរិយវិលៀមយើងហ្នឹងចាគឺមកវាស់ខោអាវហើយនឹងមកយកកណាត់ដោយសារតែអ៊ំស្រីគាត់មកពីសហរដ្ឋអាមេរិកចាគាត់សុំយើងឲ្យយើងទៅយកកណាត់ហើយនឹងវាស់ជូនគាត់ចាអញ្ចឹងក៏តាមសំណូមពរផងដែរចាដោយសារតែលោកអ៊ំដវងថាកាត់តែ3ឈុតទេបងប្អូនចាមានណាដល់ពេលទៅយកកណាត់វាស់គឺរើសម៉ូតឬអីទៅបងប្អូនមានតែឲ្យមកទាំងអស់តែម្ដងចាហើយនេះសម្រាប់ការងារយើងគឺសពុតយើងកាត់រួចរាល់ហើយចាចំនួន12សពុតផងដែរប៉ុន្តែក៏សុំទោសលោកអ៊ំផងដែរចាដោយសារតែគាត់មកបែបលឿនដែរចាហើយគាត់បញ្ញាប់ឡើងជឿនហោះទៅវិញអញ្ចឹងទៅក៏យើងកាត់ជូនគាត់បានតែ4អាវទេបងប្អូនទាំងអស់គ្នាហើយអាវដែលនៅសល់គឺយើងធ្វើផ្ញើទៅតាមក្រោយផងដែរចាដោយសារតែក្មួយគាត់មានជើងឡើងទៅតាមក្រោយដែរអញ្ចឹងក៏យើងសម្រេចចិត្តថាផ្ញើខោអាវនឹងតាមក្រោយទៅគាត់ប៉ុន្តែក៏មិនធ្វើឲ្យអ៊ំខកបំណងផងដែរដោយសារតែកៅអៅយើងពេលយកទៅឲ្យគាត់លោបងប្អូនទាំងអស់គ្នាអើយគឺល្មមក្លឹបតែម្ដងអត់មានសេរីទេចាគឺល្មមមិនតឹងមិនធូរចាស្អាតឲ្យគាត់ពេញចិត្តមែនតែម្ដងហើយអរគុណលោកអ៊ំហើយនឹងអ្នកមីងខ្លាំងមែនតែ